សូមគោរពលោកជំទាវបណ្ឌិតសុភាចារ្យភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទីគោរពសូមគោរពអាដាមលោកជំទាវលោកអ្នកអញ្ញាអុកញ៉ាជាទីគោរពសូមគោរពរៀមច្បងអតីតប្រធានសមាគមសិល្បករខ្មែរគ្រប់ចំនួនជាទីគោរពជម្រាបសួរលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសរៀមច្បងបងប្អូនសិល្បករសិល្បការិនីនិងអង្គពិធីទាំងមូលជាទីគោរពមេត្រីជាបឋមនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសុភាចារ្យភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងវត្តមានដ៏មានតម្លៃរបស់ឯកឧត្តមលោកជំទាវលោកអ្នកអុកញ៉ាបងប្អូនសិល្បករសិល្បការិនីទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកកញ៉ាំងឲ្យកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរកាន់តែមានភាពអធិកអធមនិងសប្បាយរីករាយថ្ងៃនេះអាចនិយាយបានថាជាការជួបជុំប្រកបដោយខ្លឹមសារនិងមានអត្ថន័យបំផុតដែលនេះជាសក្ខីភាពបញ្ជាក់ពីការបើកទំព័រថ្មីមួយទៀតរបស់សមាគមសិល្បករខ្មែរក្នុងការរៀបចំនៅមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំដើម្បីបន្តបេសកកម្មរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ2025និងនាពេលអនាគតក្នុងន័យនេះចក្ខុវិស័យរបស់យើងពិតជាមានទំហំធំធេងដែលបាននឹងកំពុងរៀបចំកែប្រែសមាគមសិល្បករខ្មែររបស់យើងពីស្ថាប័នមួយដែលគ្រាន់តែអាចជួយសិល្បករចាស់ជរានិងអ្នកជួបការលំបាកមកជាស្ថាប័នដំណភ្ជាប់មួយដ៏ធំដែលអាចជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅលើឆាកជាតិនិងអន្តរជាតិជាមួយគ្នានេះយើងក៏កំពុងកែប្រែខ្លួនឲ្យคล้ายទៅជាតួអង្គដ៏សំខាន់ចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការអភិរក្សថែរក្សានិងអភិវឌ្ឍវិស័យសិល្បៈពិសេសចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាមកទល់នឹងពេលនេះសមាគមសិល្បករខ្មែរអាណត្តិទី6មានអាយុកាលជិត10ខែហើយក្រោយពេលដែលរូបនាងខ្ញុំមានកិត្តិយសបានជាប់ជាប្រធានសមាគមសិល្បករខ្មែរតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី2ខែឧសភាឆ្នាំ2024ជាថ្មីម្ដងទៀតនាងខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះពុកម៉ែបងប្អូនរៀមច្បងបងប្អូនសិល្បករសិល្បការិនីទាំងអស់ដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តបោះឆ្នោតឲ្យរូបនាងខ្ញុំពិសេសនៅតែបន្តការគាំទ្រចូលរួមយ៉ាងសកម្មនៅគ្រប់សកម្មភាពទាំងអស់តាមការអញ្ជើញរបស់សមាគមសិល្បករខ្មែរអាណត្តិទី6ជាការពិតក្នុងរយៈពេលដ៏ខ្លីនេះយើងបានរួមគ្នាបំពេញកិច្ចការងារជាច្រើនទាំងកិច្ចការងារសប្បុរសធម៌អភិរក្សអភិវឌ្ឍក្នុងវិស័យសិល្បៈនិងចូលរួមកិច្ចការងារសង្គមទន្ទឹមនឹងគ្នានោះយើងក៏កំពុងព្យាយាមសម្រេចឲ្យបាននូវឆន្ទៈនិងការបដិញ្ញាចិត្តយ៉ាងមុតមាំបន្ថែមទៀតក្នុងការជួយជំរុញលើកស្ទួយអភិរក្សនិងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ឲ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងនៅលើឆាកជាតិនិងអន្តរជាតិក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាដាមលោកជំទាវលោកអ្នកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាបងប្អូនមិត្តសិល្បករសិល្បការិនីជាទីមេត្រីសប្តាហ៍ថ្ងៃនេះសមាគមសិល្បករខ្មែរបាននឹងកំពុងបន្តសកម្មភាពជាច្រើនដូចជាទី1បានចុះឈ្មោះសិល្បករចំនួន730នាក់ជាសមាជិកនិងបន្តចុះឈ្មោះបន្ថែមដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាក់ស្ដែង2ដាក់ចេញជាផែនការសកម្មភាពជាលក្ខណៈយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2025ក្នុងអាណត្តិទី6 3បន្តគៀកោសប្បុរសជននិងអ្នកមានលទ្ធភាពដើម្បីស្វែងរកជំនួយសប្បុរសសម្រាប់លើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរ4
ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈតាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ក្នុងគោលបំណងផ្ដល់ឱកាសការងារជូនសិល្បករអ្នកនិពន្ធអ្នកពាក់ព័ន្ធព្រមទាំងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធដើម្បីពង្រីកនៅការផ្សព្វផ្សាយអំពីវប្បធម៌ទេសចរនៅកម្ពុជា 5. ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងទេសចរគណៈកម្មការជាតិលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរក្រសួងវប្បធម៌ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រសួងពាក់ព័ន្ធដទៃទៀតដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ក្រមសីលធម៌សង្គមនិងជាឧត្តមប្រយោជន៍ដល់សិល្បករក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជាយើងអង្គពិធីទាំងមូលជាទីមេត្រីដោយដែលបងប្អូនសិល្បករសិល្បករនីរបស់យើងភាគច្រើនបានជ្រាបរួចមកហើយថានៅក្នុងរយៈពេលជាច្រើនខែមកនេះយើងបានបំពេញបេសកកម្មជាច្រើនបន្តបន្ទាប់ដើម្បីបំពេញឲ្យបាននៅគោលដៅនិងឆន្ទៈរបស់យើងប៉ុន្តែយ៉ាងណាមិញនាងខ្ញុំក៏សូមអនុញ្ញាតយកឱកាសនេះដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនបន្ថែមទៀត 1. ការចុះឈ្មោះសិល្បករចូលជាសមាជិកសមាគមសិល្បករខ្មែរនឹងបន្តចុះឈ្មោះសិល្បករសិល្បករនីជាបន្តបន្ទាប់ដោយផ្អែកលើគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមពោលគឺយើងនឹងតម្រូវឲ្យមានអ្នកធានាសម្រាប់សិល្បករមួយចំនួននិងមិនតម្រូវឲ្យមានការធានាសម្រាប់សិល្បករដែលមានកេរ្តិ៍ឈ្មោះនិងល្បីឈ្មោះស្រាប់ឬសិល្បករដែលក្រុមការងារស្គាល់នោះទេនាងខ្ញុំសូមអនុញ្ញាតបញ្ជាក់ត្រង់ចំណុចដែលត្រូវការអ្នកធានាសម្រាប់សិល្បករមួយចំនួនផងដែរដោយសារកន្លងមកមានសិល្បកររបស់យើងគាត់បានធ្វើការបង្ហោះតាម Facebook ដោយសរសេរសំណេរមានអ្នកធានានៅពេលដែលគាត់មកចុះឈ្មោះជាសមាជិកជាមួយនឹងសមាគមរបស់យើងត្រូវការអ្នកធានាគាត់ហាក់បីដូចជាអន់សពុនចិត្តដោយសារគាត់បានលើកឡើងនៅក្នុងសំណេររបស់គាត់តាមរយៈ Facebook ផ្ទាល់ខ្លួនគាត់លើកឡើងថាធ្វើមើលតែគាត់ហ្នឹងទៅខ្ចីលុយធនាគារត្រូវការអ្នកធានាជាការពិតត្រង់ចំណុចនេះគឺចង់មានន័យថានេះជានីតិវិធីនៃគោលការណ៍របស់សមាគមរបស់យើងដែលចែងនៅក្នុងលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃដូច្នេះអ្វីដែលសមាគមរបស់យើងខ្ញុំបានគូសវាក៏មិនមែនជាការអនុម័តដោយនាងខ្ញុំផ្ទាល់ទេគឺមានការផ្ដល់ប្រឹក្សាយ៉ាងល្អិតល្អន់ពីក្រុមប្រឹក្សាពិបាលរបស់យើងក៏ដូចជាទីប្រឹក្សានិងសមាជិកសមាជិកាសិល្បករសិល្បករនីផងដែរអញ្ចឹងទេសូមជម្រាបជូនដល់បងប្អូនសិល្បករសិល្បករនីអំពីបញ្ហានេះផងដែរសម្រាប់អ្នកដែលមានកេរ្តិ៍ឈ្មោះនិងមានអាជីពជាប្រចាំរាល់ថ្ងៃគឺថាមិនតម្រូវឲ្យមានអ្នកធានាទេចារីឯអ្នកសិល្បករខ្លះជួនកាលអាចគាត់ថតបានតែមួយរឿងហើយគាត់បាត់ទៅរាប់សិបឆ្នាំកាលពី10-20ឆ្នាំមុនអញ្ចឹងទៅហើយចៃដន្យបងប្អូនដែលជាខាងរដ្ឋបាលក្រមការងាររបស់យើងខ្ញុំគាត់ក្មេងៗអាយុ20ជាងធ្វើការបដារៀនបដាហ្នឹងជួនកាលគាត់អត់ស្គាល់ទេអញ្ចឹងសូមទាមទារអ្នកធានាអញ្ចឹងបើសិនជាសិល្បករយើងចូលមកចោះជាសមាជិកអាចចុចឈ្មោះនាងខ្ញុំក៏បានដែរថាអូបងឲ្យបងចំណានធានាបានអត់នាងខ្ញុំពេញចិត្តនឹងឆ្លើយថាធានាចាព្រោះដោយសារយើងស្គាល់ពីព្រោះអតីតនាងខ្ញុំក៏ជាអ្នកសិល្បៈដែរអញ្ចឹងយើងអាចស្គាល់គ្នាអញ្ចឹងចង់ជំរាបទៅបងប្អូនត្រង់ចំណុចហ្នឹងដែរកុំឲ្យមានការអន់សពុនចិត្តហើយប្រែក្លាយរឿងខ្លះដែលរឿងដែលមិនគួរកើតទៅធ្វើជារឿងធំហើយយករឿងទាំងអស់នេះទៅធ្វើការផ្សព្វផ្សាយតាមរយៈ social media អីវាមិនមែនជារឿងល្អទេពីព្រោះថារឿងរ៉ាវទាំងឡាយសិតសឹងតែបញ្ចប់ដោយការជជែកវែកញែកគ្នានិងសួរនាំគ្នាអំពីព័ត៌មានលម្អិតចឹងសូមទានជ្រាបចាសូមជម្រាបជូនដល់បងប្អូនសិល្បកររបស់យើងឲ្យបានជ្រាបអំពីករណីនេះចាទី2ការឧបត្ថម្ភដល់សិល្បករនៅពេលមានគ្រោះថ្នាក់ការខ្វះខាតនិងបញ្ហាផ្សេងកន្លងមកសមាគមសិល្បករខ្មែរបានជួយរួមចំណែកឧបត្ថម្ភច្រើនរួចមកហើយដល់សិល្បករសិល្បករនីដែលជួបបញ្ហាលំបាកមួយចំនួនទោះជាសមាជិកក្តីនិងមិនមែនជាសមាជិកក្តីប៉ុន្តែពួកយើងគិតថាការជួយគ្រប់
ការដាក់សំណើឬស្នើសុំដោយសពថ្ងៃវាពិតជាអំរែកមួយដ៏ធ្ងន់ដែលយើងត្រូវដោះស្រាយបន្ទាន់ដូច្នេះក្រោយការជជែកផ្ដល់យោបល់ពីក្រុមប្រឹក្សាពិបាលទីប្រឹក្សាសមាជិកសមាជិកានិងសិល្បករសិល្បការិនីតម្រូវឲ្យយើងត្រូវយកគោលការណ៍និងលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរមកអនុវត្តតែម្ដងពោលគឺជំហានដំបូងសមាគមសិល្បករខ្មែរនឹងជួយតែលើសិល្បករដែលជាសមាជិករបស់ខ្លួនសិនតែប៉ុណ្ណោះអនុញ្ញាតឲ្យនាងខ្ញុំបញ្ជាក់ត្រង់នេះបន្តិចដែរមិនមែនមានន័យថាយើងមិនជួយទៅលើអ្នកដែលមិនមែនជាសមាជិកទេប៉ុន្តែសូមផ្ដល់អាទិភាពជូនសមាជិកដែលជាសមាជិកនៃសមាគមសិល្បករខ្មែរព្រោះថារឿងអ្វីក៏ដោយក៏នៅតែមានអាទិភាពផ្ដល់ជូនទៅខាងណាដែរអញ្ចឹងពួកយើងមិនបង្ងើយកន្តើយក្នុងការជួយទេក៏ប៉ុន្តែមានន័យថាបើមិនមែនជាសមាជិកគឺត្រូវរងចាំប្រៀបដូចយើងទៅមន្ទីរពេទ្យអញ្ចឹងយើងឈឺបើសិនជាអ្នកជំងឺធម្មតាចូលជួបពេទ្យតាមការណាត់តែខ្លួនមិនមែនជាអ្នកជំងឺដែរសង្គ្រោះបន្ទាន់ក៏ត្រូវរងចាំតាមការណាត់ដែរមិនអញ្ចឹងហ៎ចាអញ្ចឹងក្នុងករណីនេះខ្ញុំសូមលើកឡើងលក្ខណៈខ្លីៗដើម្បីឲ្យងាយយល់អញ្ចឹងក៏ដូចជាឧទាហរណ៍មួយទៀតឧទាហរណ៍ថាកូនក្មួយនិងកូនយើងបង្កើតពេលដែលអ្នកទាំងពីរភាគីទាំងពីរមានបញ្ហាអញ្ចឹងសួរថាយើងជួយទៅអ្នកណាមុនធម្មតាខ្ញុំជឿថាយើងទាំងអស់គ្នាច្បាស់ជាជួយកូនខ្លួនឯងបង្កើតមុនហ្នឹងមិនអញ្ចឹងហ៎នេះគឺជាក្រិតក្រមធម្មជាតិបើសិនជាយើងដើរអ្វីដែលខុសក្រិតក្រមធម្មជាតិយើងច្បាស់ជាពិបាកឯងអញ្ចឹងចង់ជម្រាបទៅបងប្អូនដែលជាសមាជិកក៏ដូចជាសិល្បករដែលត្រៀមនឹងក្លាយទៅជាសមាជិកនៃសមាគមសិល្បករខ្មែរផងដែរចា៎ទី3ការស្វែងរកការឧបត្ថម្ភជាលក្ខណៈយូរអង្វែងជាការពិតយើងពិបាកនឹងការជួយឧបត្ថម្ភឲ្យបានគ្រប់ជ្រុងជ្រោយនិងឲ្យបានគ្រប់គ្នាណាស់ដល់សិល្បករសិល្បការិនីរបស់យើងដូច្នេះដើម្បីឲ្យការជួយមានស្ថិរភាពយូរអង្វែងសមាគមសិល្បករខ្មែរបានព្យាយាមស្នើសុំស្ថាប័នរដ្ឋនិងឯកជនជួយផ្ដល់ការបណ្ដុះបណ្ដាលជំនាញផ្សេងបន្ថែមជាក់ស្ដែងដូចជាសមាគមបានស្នើសុំអាហារូបករណ៍សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតជូនដល់គ្រួសារអ្នកសិល្បៈមានការលំបាកជាដើមជាក់ស្ដែងនៅក្នុងឆ្នាំនេះខាងសមាគមសិល្បករខ្មែរបានសុំអាហារូបករណ៍ពីសម្ដេចដូច្នេះសម្ដេចលោកបានផ្ដល់50កន្លែងអញ្ចឹងទេខ្ញុំជឿជាក់ថាតាមទិន្នន័យឬថាបងប្អូនសិល្បកររបស់យើងគាត់បានទទួលប្រហែលជាងពាក់កណ្ដាលអាហារូបករណ៍ចា៎អង្គពិធីទាំងមូលជាទីមេត្រីទន្ទឹមនឹងនេះយើងក៏មានរឿងមួយចំនួនត្រូវប្រកាសនិងធ្វើបន្តសម្រាប់ឆ្នាំ2025នេះផងដែរដូចជាការជួយផ្នែកសប្បុរសធម៌ការជួយសម្របសម្រួលផ្នែកផ្លូវច្បាប់ដល់សិល្បករដែលមានវិវាទឬបញ្ហាផ្សេងការចូលរួមក្នុងចលនាឬសកម្មភាពសង្គមនានានិងការរៀបចំព្រឹត្តិការណ៍សិល្បៈដើម្បីរួមចំណែកអភិរក្សនិងអភិវឌ្ឍសិល្បៈវប្បធម៌ពិសេសការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាជាក់ស្ដែងដូចជាព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាជាដើមនៅក្នុងឆ្នាំ2025នេះសមាគមសិល្បករខ្មែរនឹងបង្កើតទី1ថ្នាលសិល្បៈយើងនឹងបង្កើតថ្នាលសិល្បៈយើងនឹងបង្កើតថ្នាលបណ្ដុះបណ្ដាលជំនាញសិល្បៈជាច្រើនទម្រង់សម្រាប់អ្នកដែលមានបំណងចូលបម្រើសិល្បៈឬស្រឡាញ់សិល្បៈទី2យើងនឹងបង្កើតកម្មវិធីលើកកម្រាលព្រំក្រហមឬមហាសន្និបាតសិល្បៈប្រចាំឆ្នាំដោយដាក់ឈ្មោះថាអ្នកស្នងមរតកដែលនេះជាវេទិកាជជែកដេញដោលនិងជួបជុំដ៏ធំប្រចាំឆ្នាំរបស់អ្នកសិល្បៈដើម្បីផ្លាស់ប្ដូរយោបល់កែលម្អជួយគ្នានិងបង្កើតភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នាឆ្លៀតក្នុងឱកាសដ៏មហាសប្បាយរីករាយនាពេលនេះតាំងនាមនាងខ្ញុំសមាគមសិល្បករខ្មែរនាងខ្ញុំមានកិត្តិយសសូមប្រកាសឲ្យជ្រាបថាសមាគមសិល្បករខ្មែរនឹងផ្ដល់ការឧបត្ថម្ភជាប្រចាំខែជូនដល់សិល្បកររៀមច្បងមួយចំនួនដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពជាមួយគ្នានោះនាងខ្ញុំក៏នឹងបន្តព្យាយាមសូមអាហារូបករណ៍
ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតជាច្រើនកន្លែងបន្ថែមទៀតសម្រាប់ផ្ដល់ជូនដល់សិល្បករឬកូនចៅអ្នកសិល្បៈដែលជាសមាជិកហើយសមាគមក៏បាននឹងកំពុងខិតខំស្វែងរកផលប្រយោជន៍ជាច្រើនបន្ថែមទៀតជូនបងប្អូនអ្នកសិល្បៈដែលជាសមាជិកទាំងអស់ទៀតផងទន្ទឹមនឹងនេះនាងខ្ញុំក៏សូមយកឱកាសនេះដើម្បីប្រកាសគោរពអញ្ជើញបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់បន្តចុះឈ្មោះចូលជាសមាជិកសមាគមសិល្បករខ្មែរឲ្យកាន់តែច្រើនបន្ថែមទៀតក្នុងគោលបំណងរួមគ្នាជាកម្លាំងឲ្យកាន់តែច្រើននិងរឹងមាំដើម្បីបន្តថែរក្សាការពារអភិវឌ្ឍវិស័យសិល្បៈវប្បធម៌កម្ពុជាឲ្យកាន់តែលេចធ្លោទាំងក្នុងតំបន់និងពិភពលោកមួយវិញទៀតការឧបត្ថម្ភគាំទ្រនិងការលើកទឹកចិត្តជារឿងធំបំផុតនៃដំណើរការរបស់សមាគមក្នុងឱកាសដ៏អស្ចារ្យនេះនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលតែងតែជួយឧបត្ថម្ភទាំងថវិកានិងទស្សនៈទានល្អៗសម្រាប់ជាត្រីវិស័យដល់ការដឹកនាំរបស់នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតសភាចារភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈពិសេសសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Chipmong Group និងបណ្ដាសប្បុរសជនជាច្រើនទៀតផងដែរជាទីបញ្ចប់តាំងនាមឲ្យនាងខ្ញុំនិងក្រុមការងារនាងខ្ញុំសូមគោរពជូនពរអាដាមលោកជំទាវលោកអ្នកអញ្ញាអុកញ៉ាបងប្អូនសិល្បករសិល្បករនីទាំងអស់សូមមានសុខភាពល្អបរិបូរណ៍និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារជាពិសេសនោះសូមទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតគិលាយសូមគោរពអរគុណសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបាទចំពោះដល់លោកជំទាវអ្នកអញ្ញាម៉ៅចំណានគិតមេងប្រធានសមាគមសិល្បករខ្មែរដែលបានបង្ហាញ